សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Edufan Channel ថ្ងៃនេះយើងនឹងរៀនអំពីទីកន្លែងដែលជាភាសាអង់គ្លេសហៅថា places ពាក្យទី1របស់យើងគឺ house មានន័យថាផ្ទះយើងអាចនិយាយជាប្រយោគថា This is my house នេះជាផ្ទះរបស់ខ្ញុំពាក្យទី2គឺ school មានន័យថាសាលារៀនយើងអាចនិយាយថា She goes to school every day នាងទៅសាលារៀនជារៀងរាល់ថ្ងៃពាក្យបន្ទាប់គឺ classroom មានន័យថាបន្ទប់រៀនយើងអាចនិយាយជាភាសាអង់គ្លេសថា The students are in the classroom សិស្សគឺនៅក្នុងបន្ទប់រៀនពាក្យបន្ទាប់គឺ library មានន័យថាបណ្ណាល័យយើងអាចនិយាយជាប្រយោគថា I read books in the library ខ្ញុំអានសៀវភៅនៅបណ្ណាល័យពាក្យបន្ទាប់គឺ office មានន័យថាការិយាល័យយើងអាចនិយាយជាប្រយោគថា My father works in an office ឪពុករបស់ខ្ញុំធ្វើការនៅការិយាល័យពាក្យបន្ទាប់គឺ hospital មានន័យថាមន្ទីរពេទ្យយើងអាចនិយាយថា He is in the hospital គាត់នៅមន្ទីរពេទ្យមួយទៀតគឺ bank មានន័យថាធនាគារ She works at a bank នាងធ្វើការនៅធនាគារកន្លែងបន្ទាប់គឺ police station មានន័យថាប៉ុស្តិ៍នគរបាលឬក៏ប៉ុស្តិ៍ប៉ូលីសយើងអាចនិយាយជាប្រយោគថា The police station is nearby ប៉ុស្តិ៍នគរបាលគឺនៅជិតនេះកន្លែងបន្ទាប់គឺ fire station មានន័យថាស្ថានីយពន្លត់អគ្គិភ័យជាប្រយោគយើងអាចនិយាយថា The fire truck comes from the fire station រថយន្តពន្លត់អគ្គិភ័យមកពីស្ថានីយពន្លត់អគ្គិភ័យកន្លែងមួយទៀតយើងហៅថា pharmacy ដែលខ្មែរយើងហៅថា pharmacy ឬក៏ឱសថស្ថានបើជាប្រយោគយើងអាចនិយាយថា I buy medicine at the pharmacy មានន័យថាខ្ញុំទិញថ្នាំនៅឱសថស្ថានអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាសូមជួយ like និង subscribe ជួបគ្នានៅវីដេអូបន្តទៀត